សេចក្តីជូនដំណឹងអំពីស្ថានភាពឧតុនិយមនិងជលសាស្ត្រនៅព្រឹកថ្ងៃទី17 ខែតុលាឆ្នាំ2025 មួយឧតុនិយមបរិមាណទឹកភ្លៀងរយៈពេល24ម៉ោងភ្លៀងធ្លាក់2ក្នុង7ក្រុងស្រុកអូរៀងអ៊ើ1មីលីម៉ែត្រស្រុកមេមត់2កណ្ដាប់សញ្ញា5មីលីម៉ែត្រសីតុណ្ហភាពអបបរមា24អង្សាសេនិងសីតុណ្ហភាពអតិបរមា33អង្សាសេពីជលសាស្ត្រនៅម៉ោង7ព្រឹកថ្ងៃទី17 ខែតុលាឆ្នាំ2025កម្ពស់ទឹកទន្លេមេគង្គនៅក្តាមម៉ែត្រក្រូចឆ្មាកម្ពស់ទឹកថ្ងៃនេះ9ម៉ែត្រ10សង់ទីម៉ែត្រធៀបព្រឹកថ្ងៃម្សិលមិញទឹកស្រក20សង់ទីម៉ែត្រកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន11ម៉ែត្រ20សង់ទីម៉ែត្រកម្ពស់ទឹកទន្លេមេគង្គនៅស្ថានីយ៍កំពង់ចាមទឹកមានកម្ពស់12ម៉ែត្រ44សង់ទីម៉ែត្រធៀបព្រឹកថ្ងៃម្សិលមិញទឹកស្រក20សង់ទីម៉ែត្រធៀបឆ្នាំមុននៅពេលវេលាដូចគ្នាឆ្នាំនេះខ្ពស់ជាង2ម៉ែត្រ98សង់ទីម៉ែត្រកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន15ម៉ែត្រ20សង់ទីម៉ែត្រ